នេះហាគឺសុំមកបែបសាមញ្ញទៀតហើយបងប្អូនហើយមុខម្ហូបរបស់ខ្ញុំក៏ប៉ុន្តែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតើណាបងប្អូនថ្ងៃនេះគឺខ្ញុំបានទិញមាន់មកមួយគឺខ្ញុំយកមកស្ងោរជ្រក់បងប្អូនហើយស្ងោរជ្រក់បែបខ្ញុំនេះគឺបែបស៊ុបដូចស៊ុបបន្តិចអីបន្តិចចឹងបែបកូនកាត់ចឹងណាបងប្អូនចឹងហើយគឺជាដំបងគឺខ្ញុំមានមាន់មួយក្បាលហើយនឹងមានការ៉ុតមានខ្ទឹមបារាំងមានជីមានអីមានក្រួយអីឲ្យហើយចឹងណាបងប្អូនហ្នឹងហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមកកាត់សាច់មាន់សិនចំពោះសាច់មាន់នេះគឺខ្ញុំកាត់ដុំរៀងធំគួរសមដៃចឹងណាបងប្អូនហ្នឹងហើយយើងកាត់ដុំបែបហ្នឹងមកបងប្អូនព្រោះថាខ្ញុំធ្វើទៅតាមសមាជិកឯងមកដុំពីរដុំនឹងឆ្អែតតែម្ដងហ្នឹងហើយបន្ទាប់មកទៀតគឺខ្ញុំបេះជីហើយប្រភេទជីគឺជីនួងវងបងប្អូនចាជីនាងវងជីរណាហើយនឹងស្លឹកខ្ទឹមចាយើងលាងបេះឲ្យត្រាំទឹកវាទៅដើម្បីឲ្យវាជ្រុះបន្តិចកំទីឬក៏ដីអីហ្នឹងបន្ទាប់មកទៀតគឺខ្ញុំមកហាន់គល់ក្រៃចាគល់ក្រៃគឺខ្ញុំប្រើពីគល់នឹងឯងចាបន្តមកទៀតហ្នឹងគឺជាការ៉ុតចំពោះការ៉ុតវិញគឺហាន់បែបណាក៏បានដែរណាខ្ញុំធ្វើនេះស្តៀងស៊ុបអីបន្តិចចឹងទៅបងប្អូនលេមិនរៀងថ្លៃជាងមុនចឹងណាបន្តមកទៀតហ្នឹងគឺជាខ្ទឹមបារាំងចាខ្ទឹមបារាំងហ្នឹងគឺខ្ញុំដាក់នៅពេលដែលសម្លឆ្អិនណាចាបន្តមកទៀតគឺយើងដាក់ដាំទឹកចោលទៅហើយកំឡុងពេលហ្នឹងគឺខ្ញុំមកហាន់ជីទុកឲ្យហើយចឹងណានៅពេលដែលសម្លឆ្អិនហើយគឺយើងចាក់ចូលតាមតែម្ដងព្រោះថាសម្លស្ងោរជ្រក់គឺយើងអត់ចោលបានទេបងប្អូនព្រោះថាក្លិនឈ្ងុយខ្លាំងណាស់ឥឡូវគ្រឿងផ្សំទាំងអស់ហ្នឹងគឺខ្ញុំធ្វើបានរួចរាល់ហើយឥឡូវយើងមកមើលទឹកមកទឹកហ្នឹងក៏ពុះហើយដែរចាហើយយើងចាប់ដើមតម្លាក់របស់រឹងចូលសិនណាចាគឺការ៉ុតនឹងឯងការ៉ុតហើយនឹងសាច់មាន់គឺយើងដាក់ចូលទៅនិយាយចំទៅសឡខ្ញុំម្ដងណាក៏ហៀដែរបងប្អូនដោយសារតែអត់មានឆ្នាំងធំមកឥឡូវកំពុងតែរលឆ្នាំងលេខ4ទៅលេខ5អញ្ចឹងណាហ្នឹងហើយបន្តមកទៀតចាំយើងផ្សំគ្រឿងចាផ្សំគ្រឿងមានដូចជាស្ករអំបិលប៊ីចេងខ្ទឹមទឹកត្រីយើងនឹងឯងចាមានតែប៉ុណ្្នឹងទេក្នុងផ្ទះបាយព្រោះអីសម្លមួយមុខនេះគឺងាយបងប្អូនអត់មានគ្រឿងក្រៅអីញ៉ៃខ្លាំងអីទេអត់ទេហើយសម្រាប់មិត្តនារីឬក៏ម៉ាក់ដែលគាត់មិនសូវជាចេះធ្វើម្ហូបបងប្អូនហើយណាមួយគឺគាត់រវល់ពីការងារទៀតបងប្អូនអាចមើលវីដេអូនេះបានណាគឺងាយបងប្អូនឲ្យតែមានបន្លែប្លុកឬមួយក៏ត្រីសាច់អីមាន់ទាសាច់គោអីហ្នឹងដាក់ក្នុងទូទឹកកកដាក់ចោលទៅនៅពេលដែលទំនេរបងប្អូនអាចធ្វើញ៉ាំបានហើយបងប្អូនហើយយ៉ាងធ្វើឲ្យឡើងឆ្ងាញ់សម្រាប់គ្រួសារតែម្ដងណាបងប្អូនហ្នឹងហើយឥឡូវស្ងោរជ្រក់របស់ខ្ញុំក៏បានឆ្អិនរួចរាល់ហើយដែរនិយាយចំទៅចំពោះវីដេអូស្ងោរជ្រក់នេះគឺខ្ញុំតែងតែធ្វើជារឿយហើយច្រើនវីដេអូខ្លាំងមែនទែនបងប្អូនអាចទៅ search មើលវីដេអូមុនខ្ញុំបានណាគ្រាន់តែចំពោះរបៀបធ្វើហ្នឹងវារៀងខុសគ្នាបន្តិចបន្តួចប៉ុណ្្នឹងទៅអាស្រ័យលើចំណង់ចំណូលចិត្តហើយអាស្រ័យទៅលើអ្នកបកាយឆ្នៃផងអីផងអញ្ចឹងទៅបងប្អូនហើយវីដេអូនេះដែរសូមកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងហើយនឹងកុំភ្លេចជួយចុច subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលបាននូវវីដេអូថ្មីជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំក៏សូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណច្រើន